លោកយាយទេពគឺជាតួអង្គដ៏ល្បីល្បាញក្នុងជំនឿនិងទំនៀមទម្លាប់ប្រជាជនខ្មែរជាពិសេសនៅតំបន់សៀមរាបអង្គរលោកយាយត្រូវបានគេចាត់ទុកជាអ្នកដូនឬមនុស្សភេទស្រីដែលមានបារមីដែលមានអំណាចការពារនិងថែរក្សាទឹកដីជាពិសេសទឹកដីសៀមរាបនិងតំបន់អង្គរប្រវត្តិសង្ខេបលោកយាយទេពជាពុទ្ធសាសនិកស្រីម្នាក់ក្នុងសតវត្សទី17សម័យឧដុង្គលោកយាយជាមនុស្សសាមញ្ញមានជំនឿខ្លាំងលើពុទ្ធសាសនានិងបានបរិច្ចាគដីធំមួយប្រមាណ5ហិកតាឬច្រើនជាងនេះតាមកំណត់ត្រាដើម្បីសាងសង់វត្តអារាមបន្ទាប់ពីលោកយាយអនិកម្មទទួលមរណភាពលោកយាយត្រូវបានគេជឿថាក្លាយជាអ្នកដូនដែលមានចេស្តាឬបានមានស័ក្តិសិទ្ធិអាចការពារនិងជួយអ្នកបួងសួងដើមកំណើតល្បីបំផុតគឺនៅវត្តយាយទេពឬវត្តទេពធីតារាមក្នុងខេត្តកំពង់ឆ្នាំងដែលមានអាយុជាង300ឆ្នាំមកហើយវត្តនេះត្រូវបានបង្កើតឡើងពីដីបរិច្ចាគរបស់លោកយាយនៅសៀមរាបអង្គរនៅកណ្ដាលក្រុងសៀមរាបមានរូបសំណាកលោកយាយទេពជាមួយព្រះអង្គចេកព្រះអង្គខ្ចំដែលបានក្លាយជាទីសក្ការៈបូជាដ៏សំខាន់បំផុតមួយប្រជាជនខ្មែរនិងភ្ញៀវទេសចរតែងតែមកអុជធូបថ្វាយផ្កាផ្លែឈើឬគ្រឿងសក្ការៈដើម្បីសុំសេចក្តីសុខសន្តិភាពលាភសក្ការៈនិងការការពារលោកយាយត្រូវបានគេជឿថាជាអ្នកថែរក្សាទឹកដីសៀមរាបនិងតំបន់អង្គរដោយមានអំណាចពិសេសក្នុងការការពារប្រជាជននិងទឹកដីខ្មែរនេះធ្វើឲ្យទីនេះក្លាយជាកន្លែងដែលមនុស្សមិនរំលងនៅពេលមកសៀមរាបរូបសំណាកនេះតែងតែទទួលការគោរពបូជារួមទាំងពីថ្នាក់ដឹកនាំខ្ពស់ដូចជាសម្ដេចគិតព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលធ្លាប់អញ្ជើញថ្វាយគ្រឿងបូជានិងបួងសួងសុំសេចក្តីសុខជូនជាតិសរុបមកលោកយាយទេពមិនមែនជាបុគ្គលប្រវត្តិសាស្ត្រដែលមានកំណត់ត្រាលម្អិតទេប៉ុន្តែជាតួអង្គនៃជំនឿប្រជាប្រិយដែលតំណាងឲ្យការការពារសេចក្តីសុខនិងការថែរក្សាទឹកដីខ្មែរជាពិសេសនៅតំបន់អង្គរជំនឿនេះនៅតែរឹងមាំរហូតមកដល់សព្វថ្ងៃជាការរៀបរៀងនិងមើលប្រវត្តិសាស្ត្រតាមក្រាំងនិងការសិក្សាបន្ថែមតាមសាលាចារឹកនៅតាមប្រាសាទនានានោះជាពិសេសនោះសូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយនោះឬក៏អក្ខរាវិរុទ្ធឬក៏ការនិយាយស្ដីឬក៏ការតុបតែងរូបភាពឬអក្សរសូមមេត្តាខន្តីពីសំណាក់ពុកម៉ែបងប្អូនផងដែរសូមអរគុណ